ក្មេងស្រីភ្ញាក់ផ្អើលនៅពេលដឹងថាបុរសកំដរពីយប់មិញគឺជាសាស្ត្រាចារ្យសាកលវិទ្យាល័យរបស់នាងអ្វីដែលកាន់តែឆ្កមឆ្គងនោះគឺភាពគៀមខាងទៀតហាក់ដូចជាស្គាល់នាងដែរថែមទាំងហៅឈ្មោះនាងឲ្យឆ្លើយសំណួរដោយចិត្តណាពាក្យថាអស់សង្ឃឹមគឺជារឿងគួរឲ្យអស់សំណើចសម្រាប់នាងនាងបានត្រឹមតែបន់ស្រន់ក្នុងចិត្តយ៉ាងខ្លាំងសូមឲ្យបុរសនោះមិនបានចំណាំនាងការពិតគឺកាលពីកន្លះខែមុនបន្ទាប់ពីនារីម្នាក់ដឹងថាគូដណ្ដឹងរបស់នាងក្បត់នាងក៏ទៅផឹកស្រានៅបារទាំងចិត្តអស់សង្ឃឹមផឹកឡើងទន់ជើងមិននឹងពេលងាកខ្លួនស្ទើរតែដួលទៅហើយសំណាងល្អត្រូវបានបុរសម្នាក់ដែលស្រវឹងដូចគ្នាជួយទប់តើអ្នកចង់គេងជាមួយខ្ញុំទេបែបនេះអ្នកទាំងពីរបានឆ្លងកាត់យប់ដ៏អស្ចារ្យមួយបន្ទាប់មកក្មេងស្រីបានព្យាយាមបំភ្លេចរឿងរ៉ាវនៅយប់នោះរហូតដល់ថ្ងៃចូលរៀននាងអង្គុយរៀនក្នុងថ្នាក់ដូចធម្មតាតែពេលងើបមុខឡើងក៏ស្រឡាំងកាំងសាស្ត្រាចារ្យដែលដើរចូលមកមានទម្រង់មុខសូម្បីតែក្លិនឈ្ងុយឈ្ងុកនៃដើមតាត្រូវនៅលើខ្លួនរបស់គាត់ក៏ដូចបុរសយប់នោះដែរក្មេងស្រីមានអារម្មណ៍ដូចអង្គុយលើបន្លាភ្លៀងក្នុងរបស់នាងបែកញើសមិនទាន់ទាំងបានដកដង្ហើមស្រួលបួលផងសំឡេងរបស់សាស្ត្រាចារ្យក៏បន្លឺឡើងម្ដងទៀតនិស្សិតស្រីនៅជួរទី3កណ្ដាលអាចឆ្លើយបានទេថាតើធ្វើដូចម្ដេចដើម្បីកំណត់ថាតើសាកសពត្រូវបានបំពុលឬអត់ខួរក្បាលរបស់ក្មេងស្រីដំណើរការយ៉ាងលឿននាងខំធ្វើចិត្តឲ្យស្ងប់ហើយក្រោកឈរឡើងតែវាក៏មិនមែនពីគង់ចូលក្នុងក្រលៀនអាសេនិកចូលក្នុងថ្លើមបន្សាបជាពលនឹងធ្វើឲ្យឈាមកកបន្ទាប់មកមើលពោះពណ៌ផ្ទៃមុខអាចបញ្ជាក់បានថាតើពលពេលពោះទេឬអត់មិញនេះឯងមិនបានយកចិត្តទុកដាក់មែនទេប៉ុន្តែខ្ញុំបានឆ្លើយរួចហើយបន្ទាប់មកសាស្ត្រាចារ្យបានប្រឡេកមើលកាត់និស្សិតរបស់នាងហើយសូមឲ្យនាងទៅការិយាល័យបន្ទាប់ពីថ្នាក់រៀនទោះបីជាក្មេងស្រីស្ទាក់ស្ទើរអស់មួយសន្ទុះក៏ដោយនាងនៅតែខំប្រឹងទៅការិយាល័យរបស់សាស្ត្រាចារ្យនាងខ្លាចថាសាស្ត្រាចារ្យនឹងធ្វើបាបនាងដោយចេតនានឹកមិនស្មានថាសាស្ត្រាចារ្យបែរជាហុចទឹកក្តៅហុំមួយកែវមកហើយសួរដោយក្តីបារម្ភថាមុខនាងស្លេកស្លាំងតើមិនស្រួលខ្លួនត្រង់ណាក្មេងស្រីគិតថាគាត់មិនស្គាល់នាងក៏ប្រញាប់ក្រោកឈរត្រៀមចាក់ចេញតែត្រូវបានសាស្ត្រាចារ្យចាប់ដៃជាប់យប់នោះអ្នកជាអ្នកចេញលុយមិនមែនខ្ញុំទេខ្ញុំមិនទាន់បាននិយាយផងថាយប់ណាប្រកាសណាស់ថាមិនមែនខ្ញុំទេខ្ញុំចាំថាមានប្រជ្រុយមួយគ្រាប់នៅលើក្នុងដៃរបស់អ្នកឃើញថាគេដឹងរឿងអស់ហើយក្មេងស្រីបានអង្វរសាស្ត្រាចារ្យថាយប់នោះគ្រាន់តែជាឧបទ្ទវហេតុសូមធ្វើដូចជាគ្មានរឿងអ្វីកើតឡើងទៅថ្ងៃមុខរក្សាទំនាក់ទំនងត្រឹមតែជាគ្រូនិងសិស្សធម្មតានាងប្រកាសជានឹងយកចិត្តទុកដាក់រៀនហើយមិនបង្កបញ្ហានិយាយចប់មិនចាំសាស្ត្រាចារ្យឆ្លើយតបក៏រត់ចេញទៅទាំងស្លន់ស្លោមួយខែបានកន្លងផុតទៅក្មេងស្រីក្អួតចង្អោរនៅតាមផ្លូវដើរពេលសម្រាប់ចៃដន្យឲ្យត្រូវបានសាស្ត្រាចារ្យដែលដើរកាត់ឃើញគាត់ដឹងភ្លាមថាមានរឿងមិនស្រួលប្រញាប់សួរក្មេងស្រីថាតើរដូវរបស់នាងមកហើយឬនៅពាក្យនេះធ្វើឲ្យក្មេងស្រីស្រឡាំងកាំងភ្លាមនាងនឹកឃើញភ្លាមថាវត្តរដូវរបស់នាងបានយឺតជិត2សប្តាហ៍ហើយនាងប្រញាប់ទៅអស់ស្ថានទិញឧបករណ៍ពិនិត្យផ្ទៃពោះឃើញឆ្នុកក្រហម2ជាងនាងទុនតែម្ដងក្រៅពីសាស្ត្រាចារ្យយប់នោះនាងមិនបានតាក់ទងជាមួយអ្នកផ្សេងទេកូននេះច្បាស់ជាកូនរបស់គាត់ហើយក្មេងស្រីខំប្រឹងទៅជួបសាស្ត្រាចារ្យហើយហុចលទ្ធផលពិនិត្យផ្ទៃពោះឲ្យគាត់សាស្ត្រាចារ្យឲ្យស្ងាត់មួយសន្ទុះហើយនិយាយដោយសំឡេងស្ងប់ថាពេលនេះឯងរៀនឆ្នាំទី3ជាពេលដែលត្រូវផ្ដោតលើការសិក្សាជំរឿនដ៏ល្អបំផុតសម្រាប់កូននេះគឺយកចេញក្មេងស្រីលឺហើយក៏ក្រហមភ្នែកបានត្រឹមតែយកក្បាលយកព្រមប៉ុន្តែនៅពេលនាងត្រៀមចាក់ចេញមានជំរឿនមួយទៀតយើងរៀបការប៉ុន្តែក្មេងស្រីដោយសារតែការក្បត់របស់អតីតមិត្តប្រុសពេលនេះនាងបានបាត់បង់ជំនឿលើអាពាហ៍ពិពាហ៍ហើយប៉ុន្តែសាស្ត្រាចារ្យបាននិយាយយ៉ាងម៉ឺងម៉ាត់ថាគាត់មិនដូចបុរសអតីតទេមិនជប់បារីមិនផឹកស្រាការងារមានស្ថិរភាពចុងសប្តាហ៍បានសម្រាប់2ថ្ងៃហើយមានវិស្មការរដូវរងានិងរដូវក្តៅទៀតមានពេលគ្រប់គ្រាន់នៅជាមួយប្រពន្ធកូនក្មេងស្រីលឺហើយក៏មានអារម្មណ៍មានសុវត្ថិភាពខ្លះគិតថាពេលមានផ្ទៃពោះដោយចៃដន្យប៉ាម៉ាក់ច្បាស់ជាបារម្ភរៀបការជាមួយសាស្ត្រាចារ្យចៅពេលប៉ាម៉ាក់ត្រឡប់មកវិញក៏មិនខ្លាចរឿងរត់ចោលការបែកធ្លាយដែរដូច្នេះក៏សម្រេចចិត្តរៀបការជាមួយសាស្ត្រាចារ្យសិនបែបនេះអ្នកទាំងពីរក៏ទៅការិយាល័យអត្រានុកូលដ្ឋានដើម្បីចុះសម្បត្តិអាពាហ៍ពិពាហ៍តើអ្នកប្រកាសទេថាអ្នករៀបការលើកដំបូងប្រកាសណាស់ថាលើកដំបូងមិនជឿអ្នកឆែកមើលទៅគ្រាន់តែមានអារម្មណ៍ថាអ្នកយល់ច្បាស់ពីនីតិវិធីខ្ញុំមិនដែលធ្វើអ្វីដោយមិនបានត្រៀមទុកជាមុនទេបែបនេះអ្នកទាំងពីរក៏រៀបការភ្លាមហើយចុះសម្បត្តិអាពាហ៍ពិពាហ៍សាស្ត្រាចារ្យថតរូបដោយក្តីរីករាយផ្ញើឲ្យឪពុកម្ដាយមើលបន្ទាប់មកក៏សួរពីឪពុកម្ដាយរបស់ក្មេងស្រីប្រញាប់ភូតក៏ឪពុកម្ដាយរបស់នាងនៅបរទេសមិនចាំបាច់ទៅសួរសុខទុក្ខឥឡូវនេះទេព្រោះនាងនៅមិនទាន់គិតចេញថានឹងពន្យល់ឪពុកម្ដាយថានាងរត់ចោលការហើយបដូរប្តីថ្មីយ៉ាងរហ័សបន្ទាប់មកសាស្ត្រាចារ្យក៏បាននាំក្មេងស្រីទៅផ្ទះរបស់គាត់ការពិតគាត់បានជួលអាផាតមិននៅជិតសាលារៀនរួចហើយដើម្បីងាយស្រួលក្នុងការមើលថែនាងនិងកូនក្មេងស្រីមើលសាស្ត្រាចារ្យដែលសង្ហានឹងកក់ក្ដៅក្នុងចិត្តក៏មានអារម្មណ៍ដានតឹងឡើងប៉ុន្តែសាស្ត្រាចារ្យបែរជានិយាយថាគាត់នឹងគេងនៅបន្ទប់ទទួលភ្ញៀវបើត្រូវការអ្វីអាចហៅគាត់បានគ្រប់ពេលវិនាទីបន្ទាប់ម្ដាយរបស់សាស្ត្រាចារ្យបានទូរស័ព្ទមកអាឡូម៉ាក់នៅខាងក្រៅទ្វារហើយមែនទេផលិតដោយរចនាហ្វៀម